សួស្តីអ្នកគ្នា welcome to my vlog ថ្ងៃនេះខ្ញុំនឹងមកបង្ហាញអ្នកគ្នាពីការធ្វើម្ហូបរបស់ខ្ញុំមានពីរគឺទី1ស្លតុងយ៉ាំពគា and ទី2ឆាលៀស I'm on the way to ទិញដុំតុង and now យើងមកកាត់ស្លឹកគ្រៃបបពគា and now កាត់ពគារៀងពគាហើយ next step យើងមកកាត់ផ្សិតច្បាំង next step is ខ្ទឹមបារាំងខ្ទឹមក្រហម and រំដេង and also គល់ស្លឹកគ្រៃ and also ស្លឹកក្រូចសើច yes we also need ខ្ទឹមសបន្តិច and that is our ingredient yes and អបតាមដោយដុំស៊ុបខ្នុរ yeah now យើងដាក់ទឹកពុះហើយចាំយើងបើកកម្រត្រូវដាក់ស្លឹកក្រូចសើចគល់ស្លឹកគ្រៃខ្ទឹមសហើយនឹងរំដេងចូល and មកមកវាទៅវាទៅដល់វា yes now ទៅពុះហើយទឹកឈ្ងុយចាំតែ and ចាប់តាមដាក់ដុំពុះហើយវ៉ាវឈ្ងុយណាស់មិនតែវាឈ្ងុយមើលមកតំណហ្មងជាមែនបន្ទាប់ពីទឹកពុះ just add គ្រឿងថែមបើស្ករប៊ីចេងតាមចំណុចចិត្តចាកុំភ្លេចភ្លុកផងតិចហូបខាងមិនមើលរូបមន្តខ្ញុំខ្ញុំចែកដាក់ឲ្យមិនដឹងបែបឯងចាដាក់ឲ្យទៅរួចសិនទៅចាំមើលចាំក៏តាមក្រៅអូខេលេខគ្រឿងម្ដងឆ្ងាញ់ចាក៏តែគេណាដាក់បបចូលទុកវាពុះទៅចាំដាក់ផ្សិតចូលចាំnow យើងដាក់វាមកໄວ it's time to ដាក់បាច់ចុងក្រោយគេគឺផ្សិតរបស់ដែលឆ្ងាញ់ជាងគេឥឡូវពុះទៀតហើយបងប្អូនទាំងគ្នាចាតំណងខ្លាំងមែនតើចានេះអត់ទាន់តំណងមែនតើដោយសារអត់ទាន់បានដាក់ជីចឹងពណ៌វាមិនសូវគ្រប់គ្រាន់យ៉ាពេលដាក់ស៊ីពេលដាក់ចាបេះជី yes លោកខ្លាំងនេះជីនឹងហង and នោះស្លឹកខ្ទឹម and also a lot of here and នៅខាងនោះមានជីណាអញ្ចឹងso យើងបានហើយបេះរីច្រើនតិចដោយសារឲ្យត្រូវដាក់ឆាលៀសផង and ស្លផងយ៉ា let's go ចាប់ផ្ដើមលាងលៀសយ៉ាមកទឹកពីទឹកចោលទៅកុំឲ្យវាមានដី yes actually មុនដំបូងទៅនៅផ្សារហ្នឹងត្រូវត្រាំមួយម្ទេសសិនដើម្បីវាហាមមកទឹកចេះដីចេះ yes វាស្អាតចង់មកខ្ញុំបានដាក់ខ្ទឹមពងហើយអីគេអំបិលទុំហើយចង់ដល់ពេលដាក់អំបិលស្ករចេញម្ដង